ពីរូបភាព rendering ដែលនៅស្ងៀមបែបនេះទៅជា video animation ដែលមានចលនាបែបនេះដោយប្រើ AI សួស្តីអ្នកនរគ្នា welcome back មកកាន់ my YouTube channel ហើយ video នេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀប generate រូបភាព rendering ទៅជា video animation ដើម្បីបង្កើតវាបានគឺខ្ញុំធ្វើតែ2 step ទេអញ្ចឹងអ្នកទាំងអស់គ្នាអាច follow វាបានទី1គឺរបៀបក្នុងការសរសេរ prompt ហើយទី2គឺរបៀបក្នុងការ generate video នៅក្នុង AI ដោយដែលយើងបានដឹងហើយ AI វាមានច្រើនក្នុងការប្រើប្រាស់អញ្ចឹងក្នុងវីដេអូនេះខ្ញុំប្រើ AI 3ក្នុងការ generate idea ផ្ដល់កំណត់ឲ្យយើងក្នុងការសរសេរ prompt ទី1ហ្នឹងគឺ Cloud AI ទី2ហ្នឹងគឺ Google Gemini ទី3ហ្នឹងគឺ ChatGPT អញ្ចឹងអ្នកទាំងអស់គ្នាអាចជ្រើសរើសយកមួយណាក៏បានដែរដែលខ្លួនឯងអាសាប្រើជាងគេសម្រាប់ខ្ញុំប្រើ Cloud AI ចំពោះ AI ក្នុងការ generate video ហ្នឹងគឺវាមានច្រើនហើយភាគច្រើនហ្នឹងគឺត្រូវការ pay subscription ប៉ុន្តែក្នុង video នេះខ្ញុំព្យាយាមរក AI ណាដែលយើងអាចប្រើបាន free ហើយ quality វា is okay ក្នុងការប្រើប្រាស់ហើយ AI ដែលខ្ញុំប្រើទី1ហ្នឹងគឺ Grok AI ទី2គឺ Runway AI yes តែបើសិនជាអ្នកនរគ្នាស្គាល់ AI ផ្សេងទៀតដែល quality វាល្អហើយយើងអាចប្រើបាន free ដូចគ្នាអាច comment នៅខាងក្រោមយើងចែករំលែកគ្នាអញ្ចឹងណាតោះយើងទៅមើល step by step ទាំងអស់គ្នា step ទី1របៀបសរសេរ prompt អញ្ចឹងដំបូងឡើយអ្នកទាំងអស់គ្នាបើក Cloud AI មកហើយបន្ទាប់មកយើងចូលកន្លែង upload យើងយករូបភាព rendering របស់យើងមួយណាក៏បានដែរដែលយើងគិតថាយើងចង់ generate វាហើយបន្ទាប់មកទៀតយើងទៅសេ prompt ថា give me prompt for this image to generate this video please ហើយបន្ទាប់មកទៀតវានឹងចេញ prompt ឲ្យអ្នកនរគ្នាជ្រើសរើសហើយ prompt នីមួយៗដែលវាបង្កើតឲ្យយើងហ្នឹងគឺវាសរសេរ detail ឲ្យយើងដូចជា camera angle ដូចជា 4K resolution realistic material ហើយនឹង lighting អីជាដើមពេលដែលអ្នកគ្នាអានហើយបើសិនជាពេញចិត្ត prompt មួយហ្នឹងហើយសម័យថាវានឹងចេញរូបភាពបែបហ្នឹងមកអញ្ចឹងយើងអាច copy វាបានប៉ុន្តែបើសិនជាអ្នកនរគ្នាអាន prompt ហ្នឹងហើយអត់ពេញចិត្តនៅ camera angle អីផ្សេងទៀតហ្នឹងយើងសម័យទៅយើងគិតថាយើងអត់ចង់បានអញ្ចឹងឯងហើយយើងក៏អត់ចង់ខាតពេល generate ពី3ដងអញ្ចឹងណាអញ្ចឹងអ្នកនរគ្នាឲ្យវាជា option ថែមទៀតមកឧទាហរណ៍ថាយើងចង់បាន camera B-roll អីចឹងយើងទៅសេ specific ឬក៏អ្នកនរគ្នាគ្រាន់តែសេ give me more option ចឹងទៅវាចេញ more option ឲ្យយើងហើយវា option គេមាន different camera angle ឲ្យយើងអញ្ចឹងអ្នកនរគ្នាជ្រើសរើសមួយណាដែលខ្លួនឯងពេញចិត្តទៅហើយ copy វាទៅចូលមកដល់ step ទី2គឺរបៀប generate video នៅក្នុង AI យើងចូលទៅក្នុង Grok AI ប្រផ្សាយយើងមកបន្ទាប់មកអ្នកនរគ្នាទៅរកកន្លែង upload រូបភាព rendering របស់យើងហើយបន្ទាប់មកទៀតអ្នកនរគ្នាសរសេរក្បាលដំបូងហ្នឹងដាក់ generate this image to video ហើយយើងផាស prompt ដែលយើងបាន copy ពី Cloud AI មុនហ្នឹងបន្ទាប់មកទៀតអ្នកនរគ្នាចុចកន្លែងសញ្ញាព្រួយនេះដើម្បី generate video ហើយអ្នកនរគ្នាចាំប្រហែលជាបន្តិចទៅវានឹងចេញរូបភាពពីរឲ្យយើងហើយក្នុង Grok AI នេះវាឲ្យ2 option ឲ្យយើងប៉ុន្តែវាឲ្យជារូបភាពឲ្យយើងសិនបន្ទាប់មកយើងជ្រើសយកមួយដើម្បីធ្វើជាវីដេអូហើយវានឹង generate វីដេអូឲ្យអ្នកនរគ្នាឲ្យគ្រាន់តែចាំវាតែមួយផ្លែតទេវានឹងចេញវីដេអូឲ្យយើងហើយនេះគឺជា result សម្រាប់ Runway AI វិញអ្នកទាំងអស់គ្នាអាចធ្វើអញ្ចឹងដូចគ្នាយើងចូលទៅកន្លែង website Runway AI ហើយយើង upload រូបភាពចូលទៅហើយយើង copy prompt ពី Cloud AI ដែលអ្នកទាំងអស់គ្នាបានជ្រើសរើសយកមកហើយយើងផាសនៅក្នុង Runway AI ហើយយើង generate video នៅក្នុងនឹងដូចគ្នាលទ្ធផលវានឹងចេញឲ្យអ្នកនរគ្នាបែបនេះទាំងអស់នេះគឺជារបៀបដែលខ្ញុំ generate រូបភាព rendering ទៅជា video animation ហើយបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អីអាច comment នៅខាងក្រោមសូមបញ្ជាក់ថាខ្ញុំមិនមែនជាអ្នកដែលបកកែខាង AI អីច្រើនដែរខ្ញុំទៅតែជាអ្នកចាប់ផ្ដើមហើយក៏រៀនពីវាម្ដងតិចតែខ្ញុំចង់ចែកម្លែកទៅអ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាអាចរៀនពីវាហើយចេះប្រើប្រាស់វាអញ្ចឹងthank you guys for watching this video and I hope it can help you and if you have any comment can comment below sorry anyway thank you again and ខ្ញុំនឹងព្យាយាមធ្វើវីដេអូអំពី AI បន្តទៀតបើសិនខ្ញុំមានចំណេះដឹងអីថ្មីខ្ញុំនឹងចែករំលែកនៅក្នុង channel YouTube មួយនេះហើយខ្ញុំគិតថាខ្ញុំនឹងធ្វើ YouTube ច្រើនជាង TikTok I think YouTube មាននាទីវែងជាងហើយខ្ញុំអាចប្រាប់អ្នកនរគ្នាពី tutorial រៀងវែងជាងមុនដូចគ្នា so I hope you guys like it and yeah I hope you guys support me too so I'm appreciate and
glad that you guys like my video. Thank you so much. Bye bye.